ជាបឋមខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមគោរពដល់ពុទ្ធបរិស័ទដែលកំពុងតាមដានស្ដាប់ការផ្សាយរបស់ស្ថានីយ៍វិទ្យុគ្រីបូកូ FM 98.25 MHz ខេត្តកំពតជាទីគោរពនិងជាទីរាប់អានផងដែរសម្រាប់ម៉ោងនេះផងដែរគឺកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់វប្បធម៌ខ្មែរបានវិលមកជួបនាងកញ្ញានិងពុទ្ធបរិស័ទសាជាថ្មីម្ដងទៀតតាមពេលវេលានិងម៉ោងដដែលកម្មវិធីនេះគឺមានផ្សាយជូនជារៀងរាល់ថ្ងៃតែម្ដងសម្រាប់នាងកញ្ញាលោកស្រីនិងលោកយាយលោកតាដែលកំពុងតាមដានស្ដាប់អាចបើកស្ដាប់នៅក្នុងវេលាម៉ោង8ដល់ម៉ោង9យប់វត្តមានចូលរួមបាទជាស្រ័យគឺវត្តមាននិមន្តអញ្ជើញចូលរួមក្នុងកម្មវិធីនៅគណៈពេលនេះគឺមានព្រះតេជគុណធានផនព្រះចៅអធិការវត្តព្រៃតុំនិងជាប្រធានសមាគមមនសិការរាជខ្មែរនិងព្រះតេជគុណមួយអង្គទៀតគឺព្រះនាមចន្ទថេអៀងសេងគ្រីគង់នៅវត្តព្រះពុទ្ធអណ្ដែតសង្កាត់ព្រែកហូក្រុងតាខ្មៅខេត្តកណ្ដាលព្រះតេជគុណមានវត្តមានក្នុងកម្មវិធីនៅក្នុងបន្ទប់ផ្សាយយើងផ្ទាល់តែម្ដងហើយសម្រាប់ប្រធានបទក្នុងរាត្រីនេះគឺតាក់ទងជាមួយនឹងពុទ្ធឱវាទ3យ៉ាងរបស់ព្រះពុទ្ធហើយសម្រាប់នាងកញ្ញាលោកស្រីនិងពុទ្ធបរិស័ទទាំងអស់បើសិនមានបំណងចូលរួមក្នុងកម្មវិធីនេះបញ្ចេញនៅមតិយោបល់និងសួរជាសំណួរតាក់ទងនឹងប្រធានបទនោះបាទលោកអ្នកអាចចូលរួមតាមរយៈលេខទូរស័ព្ទគឺ088 7 633និង068ចំណែកឯមួយខ្សែទៀតគឺមានលេខ069 99 10 88ជាបន្តក៏សូមប្រគេននីតិនេះទៅព្រះតេជគុណធានផនព្រះចៅបាទជាស្រ័យគឺព្រះចៅអធិការវត្តព្រៃតុំបាទសូមគោរពនិមន្តព្រះតេជគុណបាទนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះករុណាសូមបន្ទន់កាយវាចាចិត្តនមស្ការចំពោះគុណប្រតនត្រ័យទាំង3គុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ខ្ញុំករុណាសូមក្រាបថ្វាយបង្គំចំពោះព្រះមេគុណខេត្តកំពតព្រមទាំងសហការីនិងសូមក្រាបថ្វាយបង្គំព្រះអនុគុណគ្រប់ស្រុកព្រមទាំងសហការីនិងសូមថ្វាយបង្គំចំពោះព្រះគ្រូចារិកាគ្រប់វត្តដែលស្ថិតនៅក្នុងខេត្តកំពតទាំងមូលនិងព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈនិងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបាននឹងកំពុងតែតាមដានស្ដាប់នៅកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងវប្បធម៌ខ្មែរដែលមានផ្សាយជារៀងរាល់ថ្ងៃនៅវេលាម៉ោង8ដល់ម៉ោង9យប់នៅក្នុងបន្ទប់ផ្សាយវិទ្យុគ្រីបូកូ 98.25 MHz ក្នុងខេត្តកំពតយើងនេះចឹងថ្ងៃនេះគឺមិនទាន់បានមានការផ្លាស់ប្ដូរនៅប្រធានបទដែលនឹងត្រូវលើកយកមកពិភាក្សាក៏ដូចជាទុកឱកាសសម្រាប់ញាតិញោមពុទ្ធបរិស័ទដើម្បីនឹងទូរស័ព្ទមកចូលរួមបញ្ចេញមតិយោបល់នៅក្នុងកម្មវិធីនោះទេគឺប្រធានបទរបស់យើងគឺនៅដដែលតាក់ទងទៅនឹងព្រះពុទ្ធឱវាទដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងទុកមកគឺមាន3យ៉ាងពតទី1គឺសពបាបស្សករណੰការដែលមិនត្រូវធ្វើនៅអំពើបាបទាំងពួង
ទី2កុសលសូបសម្បទាការបំពេញនៅបុណ្យកុសលទី3គឺសច្ចតបរិយោតបណੰងការដែលជំរះសន្តានចិត្តឲ្យស្អាតផូរផង់ហើយនៅក្នុងកម្មវិធីនេះដែរគឺសូមចម្រើនពរដល់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់ដែលមានបំណងដើម្បីនឹងទូរស័ព្ទមកចូលរួមបញ្ចេញមតិយោបល់ដែលតាក់ទងទៅនឹងប្រធានបទរបស់យើងថ្ងៃនេះផងដែរថាយើងមានលេខទូរស័ព្ទដើម្បីនឹងទំនាក់ទំនងចូលមកមានចំនួន2ខ្សែទី1គឺ069 991 088និងមួយខ្សែទៀតគឺ088 763 30 68ប៉ុន្តែនៅក្នុងកម្មវិធីនេះដែរក៏ខ្ញុំគណៈអាត្មាភាពសូមអធិស្ឋានពីសំណាក់ប្រគុណចាស់ញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់ដែលបានមានបំណងដើម្បីនឹងទូរស័ព្ទមកចូលរួមបញ្ចេញជាមតិយោបល់ដែលតាក់ទងទៅនឹងប្រធានបទរបស់យើងនៅក្នុងនីតិពុទ្ធសាសនាផ្សារភ្ជាប់នឹងវប្បធម៌ខ្មែរយើងក្នុងវេលាគ្រានេះនោះអញ្ចឹងខ្ញុំគណៈអាត្មាភាពសូមអធិស្ឋានដោយថាកម្មវិធីនេះគឺនឹងយើងត្រូវប្រើប្រាស់នៅពាក្យដែលល្អណាអញ្ចឹងសូមអធិស្ឋានដោយចំពោះញាតិញោមពុទ្ធបរិស័ទដែលទូរស័ព្ទចូលមកហ្នឹងសូមប្រើពាក្យល្អណាហើយយើងខ្ញុំកណាអាត្មាភាពសូមលើកយកនៅស្ថាប័ន3ទុកមួយដុំដែលយើងមិនអាចនឹងប៉ះពាល់បានទេព្រោះថានៅក្នុងកម្មវិធីនេះគឺយើងអាចបញ្ចេញមតិយោបល់ដែលតាក់ទងទៅនឹងប្រធានបទរីឯស្ថាប័ន3ហ្នឹងទី1គឺស្ថាប័នជាតិស្ថាប័នសាសនានិងស្ថាប័នព្រះមហាក្សត្រដែលយើងមិនអាចប៉ះពាល់ណាឬធ្វើឲ្យខូចនៅសណ្ដាប់ធ្នាប់ណាល្អរបស់យើងបានទេនឹងសូមអធិស្ឋានចំពោះញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់ដែលមានបំណងនឹងបញ្ចេញមតិយោបល់ដែលតាក់ទងទៅនឹងប្រធានបទរបស់យើងនាថ្ងៃនេះហើយថ្ងៃនេះដែរនោះក៏មានវត្តមានរបស់ភិក្ខុចន្ទថេរោអៀងសេងគ្រីដែលលោកគង់នៅវត្តព្រះពុទ្ធអណ្ដែតសង្កាត់ព្រែកហូក្រុងតាខ្មៅខេត្តកណ្ដាលដែលលោកមាននីតិភារៈបកស្រាយវេជ្ជញែកនៅក្នុងការដែលញាតិញោមពុទ្ធបរិស័ទមានសំណួរផ្សេងដែលតាក់ទងទៅនឹងប្រធានបទរបស់យើងដែលបានចម្រើនពរចំពោះញាតិញោមកន្លងមកនេះអញ្ចឹងក៏សូមនិមន្តប្រគុណចាស់យើងសេងគ្រីដើម្បីធ្វើនៅបទឲ្យញាតិញោមបានស្គាល់បានស្ដាប់សំឡេងរបស់ប្រគុណចាស់ផ្ទាល់ណាសូមនិមន្តអ្នកបាត់ថោរតនតយស័កអង្គខ្ញុំប្រកាសណាសូមនមស្ការចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃដោយសេចក្តីគោរពសូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមទូទាំងប្រជាជាតិកម្ពុជាសូមនមស្ការចំពោះមហាថេររាប់អានដល់អនុថេរគ្រប់ព្រះអង្គសូមនមស្ការចំពោះព្រះភិក្ខុវុទ្ធិយោធានផនប្រធានសមាគមមនសិការៈខ្មែរនិងជាបច្ចារិកាវត្តព្រៃតុំសូមនមស្ការចំពោះព្រះគ្រូវិសាចនថេរោមាសរិនដែលព្រះអង្គគង់នៅវត្ត
សារ៉ាវ័នដៃជោកត់លេខ25ដែលព្រះអង្គមានដែលព្រះអង្គទាំងពីរអង្គហ្នឹងមានព្រះវត្តមាននៅក្នុងបន្ទប់ផ្សាយផ្ទាល់ផងដែរអញ្ចឹងថ្ងៃនេះអង្គខ្ញុំប្រកាសណាអាភាពមាននទីសម្រាប់ធ្វើការបកស្រាយមាននទីក្នុងបន្ទប់ផ្សាយនៃកម្មវិធីពុទ្ធសាសនានិងវប្បធម៌ខ្មែរដែលមានប្រធានបទឱវាទរបស់ព្រះពុទ្ធ3យ៉ាងដែលញាតិញោមស្រីប្រុសទាំងអស់មានការស្ដាប់ជារឿយៗជាហូរហែមកហើយអញ្ចឹងសម្រាប់ញាតិញោមស្រីប្រុសទាំងអស់ក៏សូមចម្រើនពរពុទ្ធបរិស័ទទាំងអស់គ្នាបើឮដល់ណាចម្រើនពរដល់ហ្នឹងសម្រាប់ញាតិញោមស្រីប្រុសដែលមានការស្ដាប់ឮទាំងអស់គ្នានេះអញ្ចឹងនៅក្នុងឱវាទនៃព្រះសម្មាសម្ពុទ្ធនឹងគឺញាតិញោមពុទ្ធបរិស័ទទាំងឡាយបានមានចម្ងល់ខ្លះនិងមិនមានចម្ងល់ខ្លះដោយថ្ងៃនេះគឺស្ថិតនៅក្នុងវិទ្យុគិរីបូកូ FM 98.25 នៅថ្ងៃច័ន្ទ11រោចខែកដិកឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី17ខែវិច្ឆិកាគ្រិស្តសករាជ2014សម្រាប់ញាតិញោមស្រីប្រុសទាំងអស់ដោយព្រះអង្គជាប្រធានសមាគមបានមានការចំណាប់អារម្មណ៍មកពីខាងដើមហើយថាតាក់ទងទៅនឹងវប្បធម៌ខ្មែរនេះញាតិញោមបានស្ដាប់ជារឿយឬជាហូរហែថាអ្វីជាវប្បធម៌ហើយចុះអ្វីជាពុទ្ធសាសនាដែលខ្មែរយើងតែងតែមានការកាន់យកក្តាប់យកនិងជឿជាក់នៅក្នុងព្រះពុទ្ធសាសនានេះសម្រាប់ញាតិញោមស្រីប្រុសទាំងអស់គឺតែងតែមានការពោលតែងតែមានការចេះចាំគ្រប់គ្នានៅឱវាទរបស់ព្រះសម្មាសម្ពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធនឹងច្រើនណាស់ញាតិញោមហើយពធនឹងរត់តែច្រើនទៅទៀតមានដល់ប៉ុន្មាន 84000 ព្រះធម្មខណ្ឌតែអាត្មាភាពធ្លាប់បានលើកមកហើយថាមានបណ្ដឹងនៅណានៅតាមវត្តគ្រប់អារាមទាំងអស់មានដល់3ដក110ក្បាលព្រះសូត្រព្រះវិន័យនិងព្រះអភិធម្មសរុបគ្នាទៅ 84000 ព្រះធម្មខណ្ឌគឺច្រើនណាស់ញាតិញោមតែដោយឡែកសម្រាប់យើងទាំងអស់គ្នានេះដែលព្រះអង្គប្រធានបានដាក់មកវាតែ3ឯងសល់តែ3សពបបាសៈអករណੰកុសលសោបសម្បទាសច្ចតប្រយោតបណੰដែលអាចនឹងញ៉ាំងនៅប្រយោជន៍សម្រាប់ញាតិញោមពុទ្ធបរិស័ទនឹងឲ្យមានការយល់ជ្រាបច្បាស់ថាឱវាទហ្នឹងមានហេតុអីបានជាព្រះអង្គសម្ដែងថាឱវាទដោយមានសង្ខេបហ្នឹងមានតែ3អញ្ចឹងឱវាទហ្នឹងមានតែ3ដោយព្រះអង្គយល់ឃើញថាសត្វលោកទាំងអស់គឺត្រូវតែមានការយល់ដឹងសពបបាសៈអករណੰយល់ដឹងថាអ្វីយើងទាំងអស់គ្នាជាពុទ្ធបរិស័ទហ្នឹងហាមធ្វើបាបទាំងពួងបាបតូចបាបមធ្យមបាបបន្តិចក៏ដោយកុំឲ្យធ្វើដែលព្រះសម្មាសម្ពុទ្ធព្រះអង្គហាមអញ្ចឹងណាគឺអាស្រ័យតែធ្វើមិនធ្វើគឺអាស្រ័យទៅលើញាតិញោមអញ្ចឹងសម្រាប់ញាតិញោមប្រុសស្រីទាំងអស់ចំណាប់អារម្មណ៍មិនបានវែងឆ្ងាយទេប៉ុន្តែចង់បញ្ជាក់ថាគឺឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានដាក់កម្មវិធីនេះឡើងហៅថានេតិពុទ្ធសាសនានិងវប្បធម៌ខ្មែរនេះព្រោះថានេតិនេះជាហេតុអីបានជាពុទ្ធសាសនានឹងនៅជាមួយនឹងវប្បធម៌ខ្មែរនឹងបានដោយសារពេលដែលដាក់ផ្ទឹមគ្នាឬក៏ភ្ជាប់គ្នាយ៉ាងទៅធ្វើឲ្យកម្មវិធីឬក៏ដំណើរការនៃការវិវត្តនៃវប្បធម៌ខ្មែរញញឹមណានៃវប្បធម៌ខ្មែរនឹងធ្វើឲ្យខ្មែរនឹងរីកចម្រើនពេលដាក់សាសនាដតីមកញាតិញោមមិនមែនវាយប្រហារដល់សាសនាដតីប៉ុន្តែពេលដាក់សាសនាដតីមកបាត់ភ្លេចអស់ខ្លះ
ប៉ុន្តែបើដាក់នៅក្នុងពុទ្ធសាសនាវិញដាក់មកវប្បធម៌ខ្មែរតែទាំងអស់ណាញាតិញោមមានការសម្ភារមានការអ្វីធ្វើអ្វីផ្សេងសុទ្ធតែរក្សានៅវប្បធម៌ខ្មែរទាំងអស់អត់មានបាត់បង់ទេវប្បធម៌ខ្មែរប្រមាណគឺមានប៉ុណ្ណឹងរក្សាព្រមទាំងថែរក្សានៅវប្បធម៌នឹងឲ្យត្រចះត្រចង់និងរីកចម្រើនដែរឲ្យដូចជាប្រទេសដទៃតែបើយើងកាន់ខ្លះមិនកាន់ខ្លះវាមានការល្បេះខ្លះចឹងទៅណាញាតិញោមហើយចំពោះវប្បធម៌ខ្មែរនោះទៀតបើសិនជាគ្មានពុទ្ធសាសនានៅគង់វង្សនៅតាមវត្តអារាមនៅទីកន្លែងសក្ការៈមួយនោះទេគឺมันអាចនឹងញ៉ាំងនៅវប្បធម៌នោះឲ្យរីកចម្រើនបានទេហើយវប្បធម៌នោះប្រហែលជាព្រះអង្គបានបកស្រាយច្រើនបានមកហើយនៅក្នុងកម្មវិធីហ្នឹងដោយព្រះអង្គវងសម្ផស្សបានតែងជាពាក្យកាបមកថាព្រះពុទ្ធឱវាទ3ប្រការទុកជាសាសនាព្រះចិនស្រីបដៅសัตว์លោកទាំងប្រុសស្រីបានសុខសួស្តីដោយប្រាថ្នាទី1ហាមសាងអំពើបាបលាមកឆ្អែតឆ្អាបគ្រប់អាត្មាដោយជន់ជាប់គុកគូរអាបានមានផល្លាគូស្មាលាកំសាងអាក្រក់នាំក្តីទុកបាបជាចង្រុកកម្មវេរា3ដូចស្រមោលយើងគ្រប់គ្នាតាមគ្រប់វេលាទាំងយប់ថ្ងៃទី2ត្រូវសាងអំពើល្អកុសលបវរអចិន្ត្រៃយ៍សន្តោសសង្គ្រោះអធ្យាស្រ័យការមានតម្លៃត្រូវគ្មាន សាងល្អជាធ្នោដោយយកសុកជាស្បៀងកប់ទុកគុំរវៀតជាតិនេះជាតិក្រោយគ្មានទុកបៀតបនជួយគ្រប់ជាតិដល់និព្វានទី3អប់រំទូមានចិត្តឲ្យល្អប្រណិតមិនបំពេញកុំល្មោបចង់បានមិនខ្មាស់អៀនសន្តោសត្រូវរៀនមានមេត្តាចិត្តជាប្រមុខជាប្រធានទប់ចិត្តទៅមានក្តីសុខាកំបីភ្លឹតភ្លើនក្នុងតោសាពាលាមោហាបាយមុខអវត្តទាំង3ត្រូវចងចាំធ្វើតាមបណ្ដាំព្រះផ្ដាំទុកគ្រប់ពេលវេលាជាត្រីមុខយើងបានសុខតរៀងទៅមិនចាំងញាតិញោមគឺកាលណាបើយើងបានដឹងអវត្តហ្នឹងហើយគូតែធ្វើតាមផងញាតិញោមណាសពបាបាសៈអករណੰអករណੰរីកិរិយាមិនធ្វើសពបាបាសៈនៅបាបទាំងពួងកុសលសោបសម្បទាញ៉ាំងកុសលហ្នឹងឲ្យកើនឡើងដូចក្អមយើងដាក់នៅទីហាលវាលរមែងនៅពេញដោយទឹកយ៉ាងណារីឯអំពើបុណ្យរបស់យើងក៏ដូចនោះដែរសចិត្តប្រយោតៈប៉ុណ្ណឹងការលាងសម្អាតនៅចិត្តរបស់យើងឲ្យបរិសុទ្ធបាននោះឈ្មោះថាយើងហ្នឹងជាអ្នកដោះខាត់នៅកិលេសហ្នឹងយ៉ាងណាសូមប្រកេនកម្មវិធីនេះដល់បងពិធីករនឹងមានការចំណាប់អារម្មណ៍ផ្សេងទៀតនឹងមានកម្មវិធីបន្តកណាបាទសូមថ្លែងអរគុណចំពោះព្រះរាជគុណក្នុងការចាប់អារម្មណ៍ក្នុងកម្មវិធីជាកិច្ចដំបូងនេះហើយសម្រាប់នាងកញ្ញាលោកស្រីនិងពុទ្ធបរិស័ទទាំងអស់ប្រសិនបើមានចម្ងល់ផ្សេងតាក់ទងនឹងប្រធានបទយើងដែលនិយាយអំពីអវាទ3យ៉ាងរបស់ព្រះពុទ្ធបាទលោកអ្នកនាងនិងពុទ្ធបរិស័ទទាំងអស់អាចចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខទូរស័ព្ទគឺ088 និងមួយខ្សែទៀតគឺមានលេខ069 99 10 88បាទជាបន្តដោយសារតែមិនទាន់មានប្រិមិត្តយើងក៏ចូលរួមក្នុងកម្មវិធីនោះទេបាទសូមប្រកេននីតិនេះទៅកាន់ព្រះតេជគុណដើម្បីសម្ដែងជូននៅអត្ថន័យតាក់ទងនឹងប្រធានបទក្នុងថ្ងៃនេះបាទសូមប្រកេនព្រះតេជគុណកណាមចាស់គឺព្រះអង្គភិក្ខុច័ន្ទតថេរាវអៀងសិង្ហគ្រីលោកបានមានចំណាប់អារម្មណ៍ដែលតាក់ទងទៅនឹងប្រធានបទនៅក្នុងនីតិព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងវប្បធម៌ខ្មែរដែលអស់រយៈពេល3-4 យប់ថ្ងៃនេះហើយយប់នេះហើយដែលនឹងចូលខ្លួនដើម្បីនឹងបង្ហាញអំពីប្រធានបទដែលមាននៅក្នុងការទូមានព្រានប្រដៅរបស់
ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងដែលព្រះអង្គតែងតែយកបតីទុកដាក់ក្នុងការអប់រំឬក៏បង្ហាត់បង្ហាញផ្លូវដល់សត្វលោកទាំងឡាយដែលកំពុងតែមានការដេកត្រាំជាប់ជំពាក់នៅសេចក្តីប្រាថ្នាដ៏ច្រើនឲ្យរួចផុតអំពីសេចក្តីជាប់ជំពាក់នោះដោយមានការបដិបត្តិទៅតាមការទូមានពៀនបដៅរបស់ព្រះដ៏មានពភាកជាដើមអញ្ចឹងអត្ថន័យនៃពុទ្ធអាវាទញាតិញោមពុទ្ធបរិស័ទខ្លះក៏ធ្លាប់បានស្ដាប់បានសិក្សារៀនសូត្រខ្លះមកហើយដែរញាតិញោមខ្លះទៀតក៏បានស្ដាប់ទៅតាមរយៈការសម្ដែងពធរបស់ធម្មកថាផ្សេងទៅតាមនីតិពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គមក្តីឬក៏តាមការសម្ដែងពធរបស់ធម្មកថាផ្សេងក្តីញាតិញោមខ្លះក៏បានយល់ជ្រុតជ្រាបហើយមានការបដិបត្តិត្រូវក្នុងការទូមានព្រានបដៅនោះក៏បាននៅសេចក្តីសុខចំណែកនៅក្នុងនីតិពុទ្ធសាសនាផ្សារភ្ជាប់នឹងវប្បធម៌ខ្មែរនេះក៏នឹងលើកយកនៅប្រធានបទនេះយកមកដើម្បីបញ្ជាក់បង្ហាញទៅដល់ពុទ្ធសាសនិកដែលជាអ្នកកាន់នៅពុទ្ធសាសនាទាំងអស់ហ្នឹងឲ្យបានយល់ជ្រាបជ្រាបបន្តទៀតឲ្យមានស្មារតីភ្ញាក់រលឹកក្នុងការត្រាប់ឬបដិបត្តិទៅតាមពុទ្ធអាវាទនេះដើម្បីនាំមកនៅសេចក្តីសុខរវាងមនុស្សនិងមនុស្សផងគ្នាដោយយើងមិនមានការប្រកាន់នៅវណ្ណៈអ្នកមានអ្នកក្រអ្នកសអ្នកខ្មៅឬអ្នកមានចំណេះដឹងអ្នកល្ងងខ្លៅអីយ៉ាងណាដោយយើងមានមេត្តាចិត្តដើម្បីបាននៅសេចក្តីសុខរវាងគ្នានឹងគ្នាដោយយើងទាំងអស់គ្នាហ្នឹងគឺជាកូនរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងកាលដែលជាកូនរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងយើងត្រូវមានការគោរពចំពោះលោកអ្នកដ៏មានគុណដ៏ប្រសើរក្រៃលែងរបស់យើងដែលយើងមានការបំពេញនៅទៅតាមពាក្យទូមានព្រានបដៅនឹងសម្រាប់យើងទាំងអស់គ្នាបាននៅសេចក្តីសុខបាននៅការសាមគ្គីគ្នាអញ្ចឹងហើយប្រសិនបើយើងមិនបានកាន់ឬក៏យើងមិនបានដើរទៅតាមលំអាននៃព្រះដ៏មានពភាកនោះទេអញ្ចឹងសង្គមយើងមិនអាចដើម្បីនឹងស្វែងរកនៅសេចក្តីសុខឲ្យគ្នានឹងគ្នានោះឃើញទេអញ្ចឹងហើយនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងដែលប្រកាន់យកនៅសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋដូច្នេះហើយសង្គមខ្មែរយើងទាំងមូលដែលអាចនឹងមានសេចក្តីសុខទៅបានអាស្រ័យដល់យើងទាំងអស់គ្នារួបរวมគ្នាបដិបត្តិនៅការទូមានព្រានបដៅរបស់ព្រះដ៏មានពភាកឲ្យបានត្រឹមត្រូវប្រសិទ្ធៈនៅអ្វីដែលជាសេចក្តីមិនល្អណាអញ្ចឹងហើយកាលណាយើងប្រតិបត្តិត្រូវអានឹងក៏យើងបាននៅសេចក្តីសុខទាំងអស់គ្នាអញ្ចឹងក្នុងប្រធានបទនេះគឺមានញាតិញោមពុទ្ធបរិស័ទខ្លះដែលគាត់បានទូរស័ព្ទចូលមកដើម្បីនឹងបញ្ចេញមតិយោបល់តាក់ទងទៅនឹងប្រធានបទរបស់យើងនឹងមួយចំនួនដែរហើយអញ្ចឹងនៅក្នុងពាក្យថាសព្បបាបស្សករណังនឹងមិនត្រូវធ្វើនៅអំពើបាបទាំងពួងនឹងចុះហេតុអីបានជាព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គទ្រង់សម្ដែងទុកមកអញ្ចឹង
ហើយវាតាក់ទងទៅនឹងក្នុងពេលបច្ចុប្បន្ននេះដែលមានសត្វខ្លះដែលមានការជាប់ជំពាក់ដោយសេចក្តីប្រាថ្នាដ៏ច្រើនហើយក៏មិនបានដើម្បីនឹងបដិបត្តិឬអនុវត្តទៅតាមពាក្យព្រានប្រដៅរបស់ព្រះដ៏មានពភាកហ្នឹងអ្នកខ្លះក៏បានប្រព្រឹត្តខុសអញ្ចឹងកាលណាប្រព្រឹត្តខុសទៅមានការបៀតបៀនដល់អ្នកដទៃអីចឹងជាដើមមានការកាប់សម្លាប់អីចឹងជាដើមអញ្ចឹងទៅវានាំឲ្យមានទោសនាំឲ្យមានទោសនោះវាខាតប្រយោជន៍បច្ចុប្បន្នផងនិងខាតប្រយោជន៍ទៅបរលោកផងអញ្ចឹងពាក្យថាបាបហ្នឹងគឺជាភាសាបាលីផងជាភាសាសំស្ក្រឹតផងនឹងបើប្រែតាមអត្ថានុរូបកម្មដែលញ៉ាំងសัตว์ឲ្យដល់នៅសេចក្តីទុក្ខលំបាកឬវិនិច្ឆ័យហិនហោចនឹងអញ្ចឹងពាក្យថាបាបហើយអញ្ចឹងសួរថាតើយើងជាពុទ្ធបរិស័ទនឹងយើងចង់បាននៅសេចក្តីទុក្ខនឹងទេណាមិនទេទាំងខ្ញុំកណាអាត្មាភាពទាំងគុណចាស់កណាគ្រប់អង្គនឹងព្រមទាំងពុទ្ធបរិស័ទទាំងអស់នឹងមិនចង់បានទេនៅសេចក្តីទុក្ខនឹងអញ្ចឹងកាលណាបើមិនចង់បានតើយើងគួរធ្វើនៅសេចក្តីល្អទេបើគួរណាអញ្ចឹងនៅក្នុងវេលាគ្រានេះដែរដោយពុំទាន់មានញាតិញោមពុទ្ធបរិស័ទស្រីប្រុសទូរស័ព្ទដើម្បីចូលមកបញ្ចេញជាមតិយោបល់នៅក្នុងប្រធានបទនេះទេអញ្ចឹងខ្ញុំកណាអាត្មាក៏សូមសម្ដែងខ្លីៗទៅហើយបើសិនជាមានញាតិញោមទូរស័ព្ទចូលមកដើម្បីនឹងចូលរួមបញ្ចេញមតិយោបល់នៅក្នុងនេះខ្ញុំកណាអាត្មានឹងទទួលហើយលេខទូរស័ព្ទដែលសម្រាប់ញាតិញោមនឹងទំនាក់ទំនងចូលមកនោះគឺមាន2ខ្សែខ្សែទី1គឺ069 991 088និងមួយខ្សែទៀតគឺ088 763 30 68អញ្ចឹងញាតិញោមអាចនឹងទូរស័ព្ទចូលមកដើម្បីនឹងចូលរួមបញ្ចេញជាមតិយោបល់នៅក្នុងប្រធានបទរបស់យើងឥឡូវនេះគឺមានញាតិញោមនឹងទូរស័ព្ទចូលមកហើយចម្រើនពរចម្រើនពរបាសក់ជាងផ្សេងពីផងគុណចម្រើនពរណាដោយក្តីគោរពចម្រើនពរបាសក់ចេញខលមកពីខាងណាដែរបងណាមកពីខាងកំពង់ត្រៃគុណចម្រើនពរឲ្យសុខភាពអីយ៉ាងម៉េចដែរបាសក់ខ្ញុំថាអត់អីទេសុខសប្បាយដែរគុណអញ្ចឹងតកតងទៅនឹងប្រធានបទនេះសូមចម្រើនពរសូមបាសក់អញ្ជើញដើម្បីនឹងបញ្ចេញមតិយោបល់ដែលតកតងទៅនឹងប្រធានបទរបស់យើងនៅថ្ងៃនេះបងនឹងសូមអញ្ជើញបងណាអញ្ចឹងដូចថាប្រធានបទដែលគុណលើកថ្ងៃនេះដូចថ្ងៃចូលដំបូងដែរកាលថ្ងៃទី2កណាអស់លុយទៅអត់ចូលអញ្ចឹងក៏កណាចូលរួមម្ដងទៅហើយអំពីពុទ្ធអវាទ3យ៉ាងរបស់សម្មាសម្ពុទ្ធជាម្ចាស់នៃយើងរំគ្រូនៃយើងហ្នឹងណាគុណចម្រើនពរបងណាអញ្ចឹងដូចថាថ្ងៃហ្នឹងក៏មិនដឹងមានយោបល់ថាចូលថាម៉េចដែរបើកណាដូចថាមិនឃើញមានញាតិញោមចូលរួមក៏កណាចូលបន្តិចទៅអំពីពុទ្ធសាសនាយើងដែលព្រះអង្គបានចូលបរិនិព្វានទៅគឺចាប់តាំងពីថ្ងៃ15កើតខែវិសាខឆ្នាំម្សាញ់មុនពុទ្ធសករាជមួយឆ្នាំហ្នឹងរហូតមកដល់បច្ចុប្បន្នហ្នឹងឃើញថាពុទ្ធសាសនាកន្លងទៅហើយបាន2557ឆ្នាំខែកន្លងទៅហើយបាន6ខែមានថ្ងៃប្រហែលដែរទេកណាអត់ទាន់គិតក៏ប៉ុន្តែឃើញថា
ព្រះអង្គកាលទ្រង់គង់ធម្មមាននៅនោះព្រះអង្គទ្រង់លើកជាអូវាទមានអូវាទហ្នឹងគឺមានធម៌ទាំង 84000 ហ្នឹងប៉ុន្តែមានអូវាទ3យ៉ាងហ្នឹងជាចុងក្រោយទាំងអស់ហ្នឹងមានថាទី1ហៅថាសពបាបស្សអកណnăng ចម្រើនពរ ហើយទី2កុសលសោបសម្បទាទី3សច្ចិតបរិយោទវណ្ណੰ ចម្រើនពរ នឹងជាពាក្យចុងក្រោយនេះគឺជាព្រះធម៌របស់ព្រះអង្គដែលជាមេរៀនសម្រាប់អោយសត្វលោកទាំងអស់យកទៅបប្រតិបត្តិនៅក្នុងការជីវិតរស់នៅនេះវាមានដូចថាបើសិនណាជាសត្វលោកជួបក្រមលោកព្រះធម៌នឹងរក្សាបុគ្គលនៅវិញដែរ ចម្រើនពរ នឹងពាក្យព្រានទៅដៅហ្នឹងគុណ ចម្រើនពរ ណាហើយចឹងក៏ទី1មិនអោយធ្វើនៅអំពើបាបទាំងពួង ចម្រើនព ឲ្យ រ អំពើបាបហ្នឹងគឺអោយវាចាកនៅអកុសលកម្មទាំង10គឺអកុសលកម្មហ្នឹងមានប្រព្រឹត្តអាក្រក់ដោយកាយវាមាន3យ៉ាងគឺការកម្មសម្លាប់សត្វការលួចទ្រព្យគេការប្រព្រឹត្តខុសនៅកាមេហ្នឹងនឹងទៅចរិតដោយកាយហ្នឹងឲ្យវាចាក ចម្រើនពរ ណាហើយដល់ទី2ដោយវាចាហ្នឹងគឺឲ្យវាចាកនៅមុសាវាទណានិយាយពោលពាក្យអាក្រក់ពេលទៅនិវាទញញឹមចាក់ដោតខំផាប់លាវាទនិយាយទៅគោះបោះបោកតាមប្រាប់រុទ្ធវិទ្យានិយាយរយអត្តប្រយោជន៍អាហ្នឹងផ្លូវវាចាឲ្យវាចាកដល់ហ្នឹងទៅអំពើបាប ចម្រើនពរ ណាហើយដល់ទី3ទៀតថាផ្លូវចិត្តហ្នឹងក៏ឲ្យជំរះដែរផ្លូវចិត្តហ្នឹងឲ្យគឺថាសិទ្ធិអកុសលហ្នឹងមានគុណអភិជាចង់បានទ្រព្យគេពីបាតៈគំនិតចង់ពីបាតអ្នកដទៃមិច្ឆាទិដ្ឋិយល់ខុសប្រកាន់ថាជាត្រូវហ្នឹងឲ្យវិចារនឹងកន្លែងឲ្យវិចារក្នុងទៅបាបហ្នឹងណាហើយដល់ទីទៀតបើសិនណាជាឲ្យវិចារហ្នឹងនឹងជាអវាទទី1នឹងនៅក្នុងកេវលី3ដកហើយដល់ព្រះសតន3ដកនោះនិយាយអំពីកុសលសោបសម្បទានោះឲ្យការបំពេញកុសលហ្នឹងការបំពេញកុសលហ្នឹងឲ្យញាតិញោមធ្វើអីខ្លះគឺឲ្យបរិច្ចាគទានចេះចែកជំនាញចេះចំណាយចាយវាយច្រើនណាស់រឿងនៅអង្គដែលពាក្យថាប៉ុណ្ណឹងហ្នឹងប៉ុន្តែឲ្យបំពេញទានហើយបើកាលណាធ្វើទានហើយឲ្យរក្សាសិល ចម្រើនពរ បានតបបាទងប់ហើយរក្សាសិលហើយឲ្យរៀនសូត្រគឺស្ដីរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងឲ្យស៊ីជំរឿនផង ចម្រើនពរ នឹងបានណានឹងទីស្លាកសូព្រះសម្បទាហ្នឹងដល់ទី3ទៅទីសច្ចិតបរិយោទវណ្ណੰហ្នឹងនិយាយពីរឿងផ្លូវចិត្តរបស់យើងហ្នឹងឲ្យជំរះឲ្យល្អគោលថងពោះចិត្តវិធជនហ្នឹងវាមានតែសេចក្តីលោភសេចក្តីទោសៈសេចក្តីខឹង ចម្រើនពរ មោហៈវង្វេងប្រកាន់ថាវាមិនដឹងអីចឹងទៅអាហ្នឹងថាផ្លូវចិត្តហ្នឹងវាឲ្យជំរះឲ្យបានស្អាតទៅនឹងជាបើបានធ្វើតាមត្រូវនៅអូវាទរបស់ព្រះអង្គទាំង3យ៉ាងហ្នឹងគឺសត្វលោកបានសុខតិចប្រជុំដូចជាយើងជ្រក់ក្រមលុបប្រខហ្នឹងណាធម្មោហៈវេរៈកតិធម្មចារហ្នឹងluônណា ចម្រើនពរ ណា ពរ ថាឆាត់បើមនុស្សបានកាត់ឆាត់បើមនុស្សវិញវាសិនណាជាយើងជ្រក់លុបព្រះធម៌រក្សាបុគ្គលនៅវិញ ចម្រើនពរ អញ្ចឹងណាហើយក៏ប៉ុន្តែចំពោះអ្នកដែលចង់ឲ្យពុទ្ធសាសនាគុណលើកទី2នោះបានទ្រង់រឿងខាត់ទេបានយូរនោះគឺដល់ស្រ័យលើបរិស័ទទាំង4ដែរទាំងភិក្ខុទាំងសាមណេរភិក្ខុនៃបរិស័ទជាយុទាយិកាទាំងអស់នឹងរក្សានៅពុទ្ធធម៌ហើយរៀនសូត្រឲ្យស៊ីជំរឿននៅតាមទិសដីរបស់សម្មាសម្ពុទ្ធទៅហ្នឹងវាមាន
មានសទ្ធា ចម្រើនពរ ធាយកណាដល់មានសទ្ធាតែមកថាការជឿហ្នឹងទី1គឺសទ្ធាហ្នឹងជឿនៅលើការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធហើយជឿគ្រប់ទៅហ្នឹងបានអាចយកស្ដាប់នៅឱវាទរបស់ព្រះអង្គហ្នឹងបានយកមកព្រះរិះចារណាយល់ហេតុយល់ផលទៅបានរះផ្លូវចិត្តរបស់ខ្លួនឲ្យល្អទៅហ្នឹងបានវាបានសុខដែរ ចម្រើនពរ ណាអញ្ចឹងក៏កណាបានចូលរួមថាមិនដែរទៀតទេគាត់កណាជួយតែគឺថាចូលរួមអញ្ចឹងទៅខ្លះអញ្ចឹងទៅគាត់ឲ្យ ចម្រើនពរ ទាំងគ្រប់តាមនេះទាំងបរិស័ទ4អញ្ចឹងទៅអាស្រ័យជឿនៅកម្មនៅផលនៃទិសដីរបស់ពុទ្ធសាសនាហើយនាំគ្នាសិក្សាវិលនៅពិធីទិសដីរបស់ពុទ្ធសាសនាមានការរំលឹកនៅថ្ងៃធ្វើបុណ្យរបស់ធ្វើបុណ្យគឺថាវិសាខបូជាអញ្ចឹងគាត់ណា ចម្រើនពរ ណា បង ហើយឆ្នាំហ្នឹងនៅខាងស្រុកកំពង់ត្រាច់នេះច្រើនតែធ្វើដែរគាត់ថ្ងៃ15កើតខែវិសាខហ្នឹងគឺធ្វើ បង មាននឹងខែតាមរថយន្តអីចឹងគ្រប់វត្តចឹងទៅធ្វើបុណ្យរំលឹកដល់ថ្ងៃ15កើតខែវិសាខគឺរួមគ្នាប្រារព្ធដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹងថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រតិបត្តិទានចឹងហ្នឹងណា ចម្រើនពរ ណាដល់ធ្វើចឹងទៅហាក់ដូចជាឲ្យញាតិញោមទាំងអស់គ្នាឃើញថាមកយើងអ្នកកាន់ពុទ្ធសាសនាវាមានការរុងរឿងទៅគឺក្រែងធ្វើទៅមិនអោយសាសនាដទៃអូសទាញបានណាចឹងបានថានៅគ្រប់កំត្រាច់ហ្នឹងខំចឹងដែរកណាបានទៅចូលរួមជួយកម្មវិធីបុណ្យយ៉ាងដែរគាត់ បងចម្រើនពរអរគុណណាឧបាសកដែលមានការប្រឹងប្រែងចូលរួមនៅក្នុងកម្មវិធីផ្សេងដែលតាក់ទងទៅនឹងពុទ្ធសាសនាហើយក៏ដូចជាការបំផុសនៅការចូលរួមឲ្យមានការចូលរួមពីពុទ្ធបរិស័ទជាច្រើនដែលជាអ្នកកាន់នៅពុទ្ធសាសនាហ្នឹងឲ្យមានការចូលរួមយ៉ាងផុសផុលនៅក្នុងពុទ្ធសាសនារបស់យើងណាសូមក្នុងនាមខ្ញុំកណាអាត្មាជាព្រះសង្ឃក៏សូមអរគុណចំពោះឧបាសកយ៉ាងអនេកប្រការហើយបងអញ្ចឹងមានអីទៀតទេឧបាសកបងណាអត់មានអីទេគុណចូលរួមដល់បណ្ដឹងឯងគិតទៅឲ្យគុំវាគុណបអញ្ចឹងក្នុងនីតិនេះបងសូមអរគុណឧបាសកណាបងដែលបានអញ្ជើញចូលរួមបញ្ចេញមតិយោបល់ដែលតាក់ទងទៅនឹងពុទ្ធសាសនាហើយក្នុងនាមម្ចាស់កម្មវិធីនេះណាសូមជូនពរចំពោះឧបាសកដែលបានចំណាយពេលវេលាដ៏មានតម្លៃហើយទូរស័ព្ទមកដើម្បីនឹងបញ្ចេញមតិយោបល់ដែលតាក់ទងទៅនឹងប្រធានបទនៅក្នុងនីតិព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងវប្បធម៌ខ្មែរយើងនៅក្នុងវេលាគ្រានេះក៏សូមជូនពរហើយសូមឲ្យមានសុខភាពល្អជាពិសេសសូមជួបប្រទះនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡាយសូមអនុមោទនាបុណ្យហើយនៅក្នុងកម្មវិធីនេះដែរគឺមូលហេតុដែលនីតិព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងវប្បធម៌ខ្មែរលើកយកនៅប្រធានបទតាក់ទងទៅនឹងព្រះពុទ្ធអាវាទជាការទូមាន ព្រានបដៅរបស់ព្រះដ៏មានពភាកយកមកដើម្បីបង្ហាញនៅញាតិញោមពុទ្ធបរិស័ទដែលចូលរួមនេះអញ្ចឹងនៅក្នុងវេលាគ្រានេះមានញាតិញោមទូរស័ព្ទចូលមកសូមទទួលសូមចម្រើនពរឡាសង្គមលោកចាស់បាទចម្រើនពរបាសិកាហើយអញ្ជើញទូរស័ព្ទមកពីខាងណាដែរបងណាកំពុងត្រាញគ្រូអូសាធុញោមឧបាសិកាឈ្មោះអីទេបាសិកាតោញោមបាសិកាតោហើយយ៉ាងម៉េចទៅសុខភាពមិនដែរណាសុខភាពធម្មតាសាធុកណា
នឹងហើយតើថ្ងៃនេះមានអ្វីដើម្បីនឹងបញ្ចេញមតិចូលរួមនៅក្នុងប្រធានបទយើងដែរបាសិកាបើសូមអញ្ជើញបង ណាកណាមានកណាចាប់អារម្មណ៍ច្រើននៅក្នុងពាក្យសម្ដីដែលលោកម្ចាស់បានទូន្មានជាអវាទដែលព្រះអង្គបានទុកសម្រាប់យើងទាំងអស់គ្នារៀនសូត្រដើម្បីទៅតាមនៅពាក្យល្អៗដូចជាការធ្វើបុណ្យសន្សំបុណ្យតាំងទុកដើម្បីសម្រាប់ក្នុងលោកនេះនិងបលោកខាងមុខឲ្យយើងធ្វើល្អដើម្បីជួយដល់យើងនិងជួយដល់ទឹកខាងយើងឲ្យបានល្អកុំអន់មានអំពើបាបការមានច្រើននៅក្នុងលោកនេះដែលយើងមានសេចក្តីប្រមាទដូចថាមិនជឿបុណ្យបាបហ្នឹងហើយការបំពេញនៅសម្ដានចិត្តឲ្យល្អគឺញ៉ាំចិត្តយើងបរិសុទ្ធ ចម្រើនពរ សូត្រដល់ខ្លួនឯងកណា ចម្រើនពរ ខំប្រឹងប្រែងចិត្តទុកដាក់ដើម្បីស្ដាប់ដើម្បីតែអានទៅយកលើខ្លួនឯងឲ្យដើម្បីបរិសុទ្ធខ្លួននឹងបានល្អហើយមួយទៀតក្នុងការដែលយើងមិនប្រមាទដល់ដីអ្វីមួយយើងមិនជឿហ្នឹងគឺយើងខំយើងខំប្រឹងប្រែងđểថាអ្វីមួយហ្នឹងណា ចម្រើនពរ កណាមិនមានអីច្រើនទេគ្រាន់តែថាពេញអមមែនទែនដែលបានឮសូរសំឡេងដែលកណាជឿចិត្តកណាចង់ស្ដាប់ហ្នឹងណា ចម្រើនពរអរគុណពរហើយសាធុ ខ្ញុំប៉ុណ្ណឹងឯងមកកាត់ខុសឆ្គងអីសូវជាស្អែកណាស់ហើយគុំលេង សាធុចម្រើនពរហើយអរគុណចំពោះឧបាសិកាដែលបានទូរស័ព្ទចូលរួមបញ្ចេញជាមតិយោបល់នៅក្នុងនីតិព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងវប្បធម៌ខ្មែរដែលនឹងចាក់ផ្សាយនៅក្នុងវិទ្យុតាមរយៈវិទ្យុគិរីបូកូជារៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រនឹងផ្សាយផ្ទាល់នៅក្នុងស្ទូឌីយោគឺមានរយៈពេល2ថ្ងៃព្រោះថ្ងៃសៅរ៍និងថ្ងៃអាទិត្យដែលយើងចាក់ផ្សាយឡើងវិញហើយក៏សូមជូនពរដល់ឧបាសិកាដែលបានចូលរួមបញ្ចេញមតិយោបល់នៅក្នុងនីតិពុទ្ធសាសនាផ្សារភ្ជាប់នឹងវប្បធម៌ខ្មែរដែលមានប្រធានបទតាក់ទងទៅនឹងពុទ្ធអាវាទពាក្យទូមានព្រានបដៅរបស់ព្រះតមានវភានឹងហើយសូមជូនពរឧបាសិកាសូមឲ្យបាននៅសេចក្តីសុខសេចក្តីចម្រើនជួបប្រទះនៅពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈទីបំផុតសូមបានសម្រេចនៅមគ្គផលគ្រប់គ្នាសូមអនុមោទនាហើយជាបន្តទៅទៀតគឺសូមប្រគេនភារៈទៅព្រះអង្គគុណចាស់អៀងសេងគ្រីដើម្បីនឹងចូលរួមបកស្រាយបញ្ជាក់ខ្លីៗនៅក្នុងប្រធានបទដែលបានលើកមកថ្ងៃនេះចែកជូនញាតិញោមពុទ្ធបរិស័ទដែលកំពុងតែតាមដានសន្តាប់នៅការផ្សាយបន្តផ្ទាល់នៅក្នុងវេលាគ្រានេះណាសូមអរតនានិមន្ត គណៈសូមអរគុណគណៈជាថ្មីម្ដងទៀតខ្ញុំកណាណាមានកិត្តិយសបានផ្សាយនៅពធអញ្ចឹងសម្រាប់ញាតិញោមស្រីប្រុសបានដឹងហើយថាជីវិតមនុស្សយើងបើសិនជាគ្មានពធសម្រាប់អប់រំចិត្តនៅក្នុងជីវិតរបស់យើងទេយើងប្រកាសជាមានការស្មុគស្មាញណាសម្រាប់ខ្លួនប្រាណរបស់យើងវិញយើងមានសម្ភារៈសម្រាប់ជាគ្រឿងសម្អាងញាតិញោមសម្រាប់ជាគ្រឿងសម្អាងនៅលើផ្ទៃមុខរបស់យើងញាតិញោមខ្លះហ្នឹងប្រើម្សៅសម្រាប់លាបនៅតាមអវយវៈផ្សេងហ្នឹងក៏មានគ្រឿងសម្អាងអីដូចសម័យបច្ចុប្បន្នហ្នឹងគេប្រើលេញាតិញោមប្រើលេហ្នឹងសម្រាប់លាបលូនខ្លួនឲ្យវាក្អូបឲ្យវាល្អឲ្យវាស្អាតកុំឲ្យស្បែកហ្នឹងវាឆាប់ជ្រីវជ្រួញចំណែកសក់ក៏ដូចគ្នាកញ្ចក់ដៃកញ្ចក់ជើងហ្នឹងក៏មានគ្រឿងសម្អាងច្រើនទៀតញាតិញោមណា
តែសម្រាប់ចិត្តរបស់ញាតិញោមបានអីលៀងបានអីលៀងញាតិញោមគឺមានតែបញ្ញាដោយប្រើពធហ្នឹងទេសម្រាប់ឲ្យយើងហ្នឹងជាពុទ្ធសាសនិកហ្នឹងដោះខាត់វាដោះខាត់មិនទៅផ្ទះរបស់យើងហ្នឹងក៏ត្រូវការបោសសម្អាតជារៀងរាល់ថ្ងៃចឹងដែរបោសសម្អាតជារៀងរាល់ថ្ងៃបើសិនជាអត់មានការបោសសម្អាតទេផ្ទះរបស់យើងហ្នឹងយ៉ាងម៉េចផ្ទុកដោយធូលីដីសម្រាមផ្សេងយ៉ាងណាមិញចិត្តរបស់យើងញាតិញោមក៏យើងត្រូវការដោះលាងសម្អាតវារាល់ថ្ងៃដែរប៉ុន្តែបើតាមការសង្កេតរបស់ខ្ញុំកណាភាគច្រើនបើដឹងថាយកពធនឹងមកសម្អាតយ៉ាងម៉េចទេញាតិញោមសម្អាតមិនទៅបើយើងចេះតែណាមោសម្រាប់ញាតិញោមពុទ្ធបរិស័ទមិនបាច់ចាំធរអីច្រើនទេញាតិញោមណាមិនចាំធរដោយព្រះសង្ឃឯងប៉ុន្តែបើចាំរឹតតែប្រសើរដើម្បីឲ្យយល់ដឹងតែសំខាន់ឲ្យយល់ហើយយកទៅបដិបត្តិតាមហ្នឹងដើម្បីលាងគ្រឿងសៅម៉ងមានទលីនៅក្នុងចិត្តរបស់យើងគ្រប់គ្នាហ្នឹងបើកាលណាយើងអត់មានពធសម្រាប់ដោះលាងនៅក្នុងចិត្តរបស់យើងទេចិត្តរបស់យើងមានអារម្មណ៍ថាក្រោតក្រៀតឆាប់ខឹងឆាប់ឆេវឆាវនរណាថាអីតិចមិនបានទេពើងក៏តុយឡាអាហ្នឹងជារឿងមួយបើសិនជាយើងយកពធហ្នឹងដោះលាងដោះខាត់វាម្ដងបន្តិចចឹងទៅវាដូចជាដែកយើងសំលៀងកបិតចឹងទៅវាអាសាលេងជំរះវាអត់ច្រេះកើតអំពីដែកហ្នឹងអញ្ចឹងតតលៀងញាតិញោមណាតតលៀងវារាល់ថ្ងៃអញ្ចឹងទៅព្រះសង្ឃក៏ដូចគ្នាគុណចាស់គ្រប់ព្រះអង្គមិនមែនព្រះសង្ឃនឹងកោប្រកេះអញ្ចឹងទៅបាទព្រះកេសាសក់ទឹកអស់កិលេសអស់ការខឹងទេតើក៏ត្រូវលៀងដូចគ្នាដែរត្រូវសម្អាតចិត្តដូចគ្នាដែរមិនថាអូព្រះសង្ឃខ្លះអីញាតិញោមពុទ្ធបរិស័ទសំដែងហ្នឹងក៏អាត្មាប្រសងដែរប៉ុន្តែក៏ត្រូវការលាងដូចគ្នាដែរលាងសម្អាតអញ្ចឹងទៅដើម្បីឲ្យយើងជាពុទ្ធបរិស័ទហ្នឹងគ្រាន់នឹងបានយកទៅជាសរណៈគ្រាន់នឹងបានយកទៅជាគ្រឿងពិចារណាឲ្យយើងហ្នឹងបានស្អាតព្រះធម៌ហ្នឹងប្រៀបធៀបដូចជាឱសថព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គប្រៀបធៀបទៅដូចជាគ្រូសម្រាប់យកឱសថហ្នឹងមកព្យាបាលដល់បរិស័ទរបស់យើងពុទ្ធសាសនូបត្ថម្ភពុទ្ធបរិស័ទទាំងអស់សម្រាប់ញាតិញោមពុទ្ធបរិស័ទមានចម្ងល់អីតកតងនឹងការខលចង់ខលចូលទៅក្នុងកម្មវិធីនេះញាតិញោមអាចខលបានគុំថាងប្រសងកំពុងតែមានថេរដីកាអត់អីទេញាតិញោមអាចខលចូលមកដើម្បីឲ្យញ៉ាំងនៅកម្មវិធីនេះដោយប្រព្រឹត្តទៅល្អហើយនឹងដោយសេចក្តីជ្រះថ្លានៅក្នុងពធសូថានៅក្នុងសង្គមនេះបើសិនជាគ្មានពធសម្រាប់អប់រំដល់ញាតិញោមពុទ្ធបរិស័ទទេប្រហែលជាយើងមិនអាចបំភ្លឺហាក់ដូចជាយើងនៅទីងងឹតចឹងញាតិញោមណានៅទីងងឹតចឹងដោយអាត្មាថាដែរចឹងពធនោះដូចជាឱសថសម្រាប់រងាប់មេរោគសង្គមក្នុងលោកីហ្នឹងឲ្យបរិស័ទក្នុងសន្និវេសនេះមានប្រះចាកដោយលោភៈប្រះចាកដោយទោសៈប្រះចាកដោយមោហៈដោយប្រះចាកនៅប្រើដោយមិនប្រើហិង្សាឆ្លោះតោះតេងខ្វែងកំណត់មិនអាណិតអធិស្រ័យបល័យបហាជីវិតដល់រូបសត្វតដតីអត្រាបតីអាហ្នឹងជារឿងហេតុមួយឲ្យយើងពិចារណាមិនប្រព្រឹត្តអំពើលបែងអបាយមុខជាដើមហ្នឹងគឺជារឿងមួយណាញោមណាគឺជារឿងមួយសម្រាប់ឲ្យយើងមានការកំចាត់ចោលនៅកិលេសហ្នឹងសម្រាប់ឲ្យពុទ្ធបរិស័ទយល់ដឹងព្រោះថាព្រះធម៌សម្រាប់ញាតិញោមតកតងទៅនឹងប្រពៃណីខ្មែរយើងមានអី
nhiệt nhôm một bò sắt và hai chỉ ban flop từ bờ sát cầu vọt à nơi chất bờ sát cầu vọt miền bờ sát thì tràn nhiệt nhôm phía tràn còn cầu vọt phần tay là trong nóc miền bờ sát bài giòn mùi đại bà chỉ màn tì bầm pí bà ông chỉ mà hai về đặc sát mối bà ông bán cục crom bật têประกอบដោយធัวក្នុងនាមជាពុទ្ធសាសនិកគោរពស្រឡាញ់ព្រះពុទ្ធសាសនាគ្រប់គ្រងរដ្ឋនឹងបានចម្រើនការគ្រប់វិស័យឲ្យខេមរៈបុត្រឲ្យខេមរៈប្រទេសអរិយប្រទេសហ្នឹងដើម្បីសុសសាយគឺនៅក្នុងនោះមានប្រាសាទបាយ័នមានមុខម៉ានញាតិញោមមានមុខ4សំដៅទៅលើព្រំវិហារធម៌4ប្រការញាតិញោមណាសំដៅទៅលើព្រំវិហារធម៌4ប្រការហេតុអីបានញ៉ាំងនៅភ្ជាប់នឹងអរិយធម៌វប្បធម៌អញ្ចឹងញាតិញោមដោយសារកម្មវិធីនេះកម្មវិធីពុទ្ធសាសនានិងវប្បធម៌ខ្មែរអញ្ចឹងទាញចូលញាតិញោមប្រាសាទអង្គរប្រាសាទបាយ័នហ្នឹងញាតិញោមបានដឹងហើយគឺមានមុខ4ទី1មានមេត្តាមុខញញឹមហ្នឹងមិនញញឹមដោយរីករាយដូចយើងញញឹមឲ្យមមអត្តន័យនៃញញឹមញាតិញោមពាក្យភាសាខ្មែរបរទេសស្មាយនឹងញញឹមមេត្តាហ្នឹងការស្រឡាញ់រាប់អានមនុស្សទូទៅមិនប្រកាន់ទៅអាងចិត្តតកូលវណ្ណៈពរសម្បុរករណាសក្តីអាណិតអាសូរដល់ជនទូទៅមានសក្តីលំបាកកំសត់ទូរគតអីជាដើមមុទិតាការរីករាយជាមួយអ្នកដតីមុទុហ្នឹងណាដែលបានសក្តីសុខដោយមិនចំណានឈ្នះនេះជាបាតាមយាយីដល់បុគ្គលនោះឧបេខាហ្នឹងមានចិត្តទូលាយជាកណ្ដាលអញ្ចឹងណាញាតិញោមណាដោយប្រកបដោយសុភវិនិច្ឆ័យមិនលំអៀងតាំងចិត្តឲ្យទៅជាឧបេខាកន្លែងនេះញាតិញោមពុទ្ធបរិស័ទភិក្ខច្រើនក៏នៅតែមានការពិបាកក្នុងការធ្វើចិត្តបើសិនជាធ្វើចិត្តបានដោយកូនយើងញាតិញោមកូនរបស់ញាតិញោមហ្នឹងមានចិត្តស្រឡាញ់អញ្ចឹងជាកដាអញ្ចឹងទៅធ្វើខុសក៏ដោយធ្វើត្រូវក៏ដោយប៉ុន្តែបើសិនតែយកចិត្តហ្នឹងទៅដាក់លើអ្នកដតីវិញមិនដឹងថាល្អប៉ុណ្ណាទេញាតិញោមណោះមិនដឹងថាល្អប៉ុណ្ណាទេអញ្ចឹងសម្រាប់យើងទាំងអស់គ្នាបើសិនជាអាចញ៉ាំងឲ្យដូចជាប្រាសាទបាយ័នខ្មែរយើងពីច្រើនប៉ុន្តែសម្រាប់ប្រសងហ្នឹងក៏ដូចគ្នាដែរក៏មានការតាំងចិត្តក៏ខំប្រឹងរៀនខំប្រឹងធ្វើចិត្តខំប្រឹងបដិបត្តិខំប្រឹងធ្វើអ្វីទៀតដើម្បីប្រយោជន៍សង្គមសម្រាប់ញាតិញោមពុទ្ធបរិស័ទថាមានបញ្ហាខ្លះហ្នឹងជាបុគ្គលដែលពុំបានមានការអប់រំនៅផ្លូវចិត្តហ្នឹងឲ្យបានជ្រៅទូលាយអញ្ចឹងទៅជាហេតុនាំឲ្យមានបញ្ហាខ្លះប៉ុន្តែយើងកុំនិយាយកតាឬក៏អ្វីដែលយើងត្រូវនិយាយនោះគឺនិយាយទៅលើរៀបចំនៅដុសខាត់សម្អាតចិត្តរបស់យើងសច្ចតប្រយោតបណាំងញាតិញោមសម្អាតមិនទៅយកអីមកសម្អាតទៅយកច្រាស់ច្រាស់ហ្នឹងវាមានច្រើនមានច្រាស់ដែកដោះចេញដាក់ច្រាស់ដែកប៉ុន្តែចិត្តហ្នឹងទោះបីជាយកច្រាស់អ្វីក៏ដោយបើសិនជាយើងមិនមានវិធីក្នុងការរៀបចំដោះសម្អាតវាទេប្រកាសជាទៅតែអញ្ចឹងនៅគ្រប់គ្រាបអញ្ចឹងសម្រាប់ព្រះសង្ឃមានការបដិបត្តិហៅថាសមាធិញាតិញោមភាសាអង់គ្លេស meditation អញ្ចឹងសម្រាប់ញាតិញោមពុទ្ធបរិស័ទសូមមានចំណាប់អារម្មណ៍ប៉ុណ្ណេះយើងក៏សូមប្រកេននឹងជួនទូនទីដល់ព្រះអង្គពិធីករវិញបាទលើនេះឃើញថាពេលវេលានៃកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់វប្បធម៌ខ្មែរក៏ឈានចូលជិតមកដល់ទីបញ្ចប់ផងដែរជាចុងក្រោយព្រះដេចគុណមានអ្វីដើម្បីផ្ដាំផ្ញើដល់ពុទ្ធបរិស័ទដែលកំពុងតាមដានស្ដាប់សូមគ្រប់និមន្តព្រះដេចគុណចម្រើនពរហើយសូមអរគុណណាគុណចាស់អៀងសេងគ្រីដែលបាននិមន្តបកស្រាយណាបញ្ជាក់ពីខ្លឹមសារនៃប្រធានបទដែលបានលើកមកថ្ងៃនេះអញ្ចឹងដោយពេលវេលារបស់យើងបានរំកិលចូលមកដល់ទីបញ្ចប់ហើយនោះអញ្ចឹងនៅក្នុងឱកាសដ៏ខ្លីនេះគឺខ្ញុំគណៈអាត្មាក៏សូមប្រកេននឹងជូននៅកំណាព្យ
ខ្លីៗដែលតាក់ទងទៅនឹងពុទ្ធសាសនារបស់យើងដែលមានចំណងជើងថារៀនធម៌ហាត់ស្លាប់ធម៌ចិត្តមិនឆ្ងាយមើលរូបកាយនេះត្រេះរិះលះកាត់សកាយតិដ្ឋិប្រកបបញ្ញាមរណានុសតិសម្មាទិដ្ឋិសតិដឹងជាក់ទុកកើតព្រោះអញស្រឡាញ់បញ្ចខណ្ឌមិនគួរប្រកាន់បញ្ចខណ្ឌភារៈនាមរូបខ្ចីបុលបំណុលវត្តដាក់មិនឃើញសច្ចៈព្រោះអវិជ្ជាបាំងកាលស្វែងរកធម៌គួររកក្នុងកាយកាលស្វែងរកបាយគួររកក្នុងឆ្នាំងនាមរូបមិនទៀងមានទុកខ្លាខ្លាំងគ្មានខ្លួនតតាំងខ្លាំងអ្វីជាងស្លាប់ដំណើរជីវិតប្រព្រឹត្តតាមកម្មប្រែប្រួលប្រចាំខណ្ឌ5ឥតប្រាប់សតិដឹងតន់រុះរាន់ប្រញាប់រៀនធម៌ហាត់ស្លាប់ចាប់ផ្ដើមឥឡូវសូមអនុមោទនាហើយនៅក្នុងវេលាគ្រានេះដែរគឺខ្ញុំគណៈអាត្មាភាពក៏សូមសម្ដែងថ្លែងនៅអំណរអគុណចំពោះញាតិញោមពុទ្ធបរិស័ទដែលបានចូលរួមឧបត្ថម្ភនៅកម្មវិធីនេះណាឲ្យប្រព្រឹត្តទៅបានជារៀងរាល់ថ្ងៃក៏សូមថ្លែងអំណរគុណដល់លោកស្រីអឹងផានីព្រមទាំងកូនចៅបានឧបត្ថម្ភនៅក្នុងកម្មវិធីនេះគឺចំនួន$20ហើយសូមអរគុណចំពោះលោកម៉ាំអង់ដ្រេណាសូមអរគុណចំពោះលោកស្រីកឹមចន្ទាសូមអរគុណចំពោះលោកថងបៃនិងភរិយាព្រមទាំងបុត្រដែលបានចូលរួមឧបត្ថម្ភនៅកម្មវិធីនេះហើយនឹងសូមចម្រើនពរផងដែរថាប្រសិនបើញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់ដែលបានតាមដានស្ដាប់នៅកម្មវិធីនេះហើយមានបំណងដើម្បីនឹងចូលរួមឧបត្ថម្ភនៅកម្មវិធីនេះឲ្យប្រព្រឹត្តទៅបានជារៀងរាល់ថ្ងៃនោះចឹងសូមទំនាក់ទំនងជាមួយខ្ញុំគណៈអាត្មាភាពដែលមានលេខទូរស័ព្ទ011 53 33 76សូមអរគុណហើយសូមលើកបុណ្យកុសលប្រគេនចំពោះគុណចាស់កណាគ្រប់ព្រះអង្គសូមមានព្រះសុខភាពល្អបរិបូរណ៍គ្រប់ព្រះអង្គសូមអនុមោទនាបាទខ្ញុំកណាសូមថ្លែងអំណរគុណបាទដល់ព្រះតេជគុណទាំងពីរព្រះអង្គហើយសម្រាប់ប្រិមិត្តយើងដែលកំពុងតាមដានស្ដាប់កម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់វប្បធម៌ខ្មែរអាចរងចាំតាមដានស្ដាប់កម្មវិធីនេះនៅថ្ងៃស្អែកជាបន្តទៀតតាមពេលវេលានិងម៉ោងដដែលគ្រប់ជូនពរនាងកញ្ញាលោកស្រីនិងពុទ្ធបរិស័ទទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារសម្រាប់ពេលនេះពីកម្មវិធីព្រះពុទ្ធសាសនាផ្សារភ្ជាប់វប្បធម៌ខ្មែរសូមអរព្រះគុណនិងសូមអរគុណ